ប្រើ Telegram យូរអីតែអត់ដឹងថាមានមុខងារមួយដែលយើងអាចកំណត់ការផ្ញើសារទៅកាន់មិត្តភ័ក្តិឬក៏អ្នកដែលយើងស្គាល់គ្នាបានយើងចង់ផ្ញើថ្ងៃណាក៏បានដែរឧទាហរណ៍ថាយើងចង់ផ្ញើថ្ងៃទី1ទី2ទី3ជាប់គ្នាដែលយើងកំណត់តែម្ដងទេគឺអាចបានអញ្ចឹងយើងចូលទៅអនុវត្តទាំងអស់គ្នាអញ្ចឹងយើងចូលមក Telegram ទាំងអស់គ្នាមកបាទអញ្ចឹងបងប្អូនចូលទៅ Telegram របស់បងប្អូនមួយណាដែលបងប្អូនចង់ធ្វើការផ្ញើឧទាហរណ៍ហើយយើងស្វែងរកអ្នកដែលយើងចង់ផ្ញើទៅឧទាហរណ៍ខ្ញុំផ្ញើទៅaccount មួយនេះបាទអញ្ចឹងយើងចង់សរសេរអីបាទឧទាហរណ៍ថាសួស្តីម៉ោង10ជួបគ្នាចឹងបងប្អូនសរសេរហើយបងប្អូនអត់ទាន់ផ្ញើទៅទេបងប្អូនឃើញសញ្ញានេះកន្លែងសញ្ញាផ្ញើនេះអញ្ចឹងបងប្អូនចុចឲ្យជាប់មកបងប្អូននឹងឃើញមាន2ទី1គឺ send without notification and ទី2គឺ schedule message អញ្ចឹងមានន័យថាទី1គឺយើងចង់ផ្ញើទៅឲ្យគេក៏ប៉ុន្តែអត់ឲ្យគេឮសំឡេងទេទី2នេះគឺតកតងទៅនឹងគេហៅថា send ទៅគឺចង់ដាក់កាយភាគផ្ញើទៅឲ្យគេគាត់ថាយើងឥឡូវយើងម៉ោង3អញ្ចឹងយើងចង់ផ្ញើម៉ោង4អញ្ចឹងណាអញ្ចឹងយើងចុចយកទី2មកបាទកន្លែង message នេះចុចហើយយើងដាក់ឧទាហរណ៍យើងចង់ដាក់ថ្ងៃក៏បានដែរមានច្រើនថ្ងៃថ្ងៃទី17យើងចង់ដាក់18 19 20ក៏បានដែរបាទតែយើងចង់ដាក់ម៉ោងឧទាហរណ៍ឥឡូវនេះយើងម៉ោង16ម៉ោង4អញ្ចឹងយើងចង់ផ្ញើនៅម៉ោង5អញ្ចឹងណាអញ្ចឹងយើងដាក់ម៉ោង17មកបងប្អូនបាទឬក៏ចុចនៅក្នុងនេះវាមានម៉ោង5ហ្មងអញ្ចឹងយើង select លើម៉ោង5នេះមកហើយយើង set ហើយយើងចុចពាក្យ send today អញ្ចឹងបើវាដាក់យើងចង់ដាក់ tomorrow កន្លែងនេះវាចេញ send tomorrow អញ្ចឹងយើងដាក់ today មកបាទអញ្ចឹងអូខេប៉ុណ្ណឹងបានគឺយើងចុចពាក្យ send today អញ្ចឹងទៅហើយអញ្ចឹងដល់ម៉ោងគឺវាសារហ្នឹងនឹងលោតទៅកាន់អ្នកដែលយើងផ្ញើទៅហើយឃើញកន្លែងនេះបងប្អូនបាទឃើញកន្លែងមានម៉ោងនេះមួយបាទយើងចង់ដឹងយើងអាចចុចចូលកន្លែងនេះគឺយើងអាចឆែកសារនឹងដូចគ្នាអញ្ចឹងខាងនេះគឺមានតែប៉ុណ្ណឹងអរគុណច្រើនបងប្អូនទាំងអស់គ្នា